bà bong bóng được khní khơi đi và từ phim sắp sẵn mình tên là càng cày khung bọc nhóm bà miền Đông tháo việt sài po bê tông tại mà đó nữa bạn hãy về đại mao tu sửa nơi tin hình đom đom bóng đó vậy thà vì à róm nó vì rùng phơ beri ri tại mà đong ទេសភាពខៀវខ្ចីដែលថ្លៃនឹកស្ងួនបាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅវីដេអូនេះហើយស្វាគមន៍បាទមកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំហើយថ្ងៃនេះនឹងបង្ហាញជូនបាទនៅទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅស្រុកស្រែជនបទហើយនៅទីនេះគឺជាទីតាំងមួយដែលមានទេសភាពដ៏ស្រស់ត្រកាលដោយសារតែមានភ្នំមានវាលស្រែដែលពោពេញទៅដោយបាទរុក្ខជាតិផ្សេងៗហើយជាពិសេសនោះគឺដើមត្នោតនឹងតែម្ដងស្របពេលដែលជារដូវវស្សាផងនោះបាទនៅទីនេះគឺបាទពោពេញទៅដោយពណ៌បៃតងស្រស់តែម្ដងហើយភ្លៀងទៅតែធ្លាក់បានប្រមាណមេរុក្ខជាតិក៏ដុះលូតលាស់បញ្ចេញពណ៌បៃតងបង្អួតបាទសម្រស់របស់ខ្លួនឲ្យយើងបានទស្សនាជាការកម្សាន្តខ្ញុំបាទក៏សូមជម្រាបជូនបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះទីតាំងនេះគឺស្ថិតនៅភូមិស្វាយជែកឃុំចောင်းម៉ោងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបាទបងប្អូនទាំងអស់គ្នាឃើញទេបាទទស្សនវិជ្ជាស្រស់ស្អាតមែនទែននៅខាងក្រៅខ្នងរបស់ខ្ញុំបាទមានដើមត្នោតវាស្រែពណ៌បៃតងតែម្ដងណាបាទហើយពេលដែលមកទស្សនានៅទីនេះម្ដងបងប្អូនដែរនិយាយថាពីអារម្មណ៍នោះវារំភើបរីករាយតែម្ដងឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតរុក្ខជាតិពណ៌បៃតងហើយខែហ្នឹងខែវស្សាអញ្ចឹងណាវាកាន់តែស្រស់ស្អាតហើយបងប្អូនមើលនៅជុំវិញខ្ញុំនេះតែម្ដងបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅក្នុងភូមិនេះគឺគាត់ទៅតែព្រោះហើយទេហើយក្របសិលរបស់គាត់ហ្នឹងក៏បាទដុះប្រហែលជាមកច្អល់ដៃហើយបងប្អូនបាទឃើញថាចាប់ផ្ដើមពណ៌បៃតងកាន់តែស្រស់ស្អាតបន្តិចម្ដងណាហ្នឹងហើយប្រហែលជា2ទៅ3ខែទៀតបាទអាចនឹងស្រស់ស្អាតជាងនេះបន្ថែមទៀតដោយសារតែស្រូវអីហ្នឹងគឺចាប់ផ្ដើមដុះលូតលាស់ច្រើនអញ្ចឹងទៅវាក៏បង្កើតទៅជាទេសភាពដ៏ស្រស់ស្អាតតែឥឡូវហ្នឹងបាទវាស្រែគឺមានភាពប៉ុណ្ណឹងបាទមានដើមត្នោតមានអីអញ្ចឹងទៅណាបងប្អូនទាំងអស់គ្នាឥឡូវនេះយើងនឹងបន្តទៅទស្សនាមួយកន្លែងទៀតថាកន្លែងផ្សេងមានទេសភាពស្រស់ស្អាតខុសពីកន្លែងដែលខ្ញុំឈរនៅយ៉ាងណានោះបាទបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំបានដើរអស់ជាច្រើនម៉ែត្រមកខ្ញុំក៏បានមកដល់ចំណុចនេះតែម្ដងហើយអ្វីដែលខ្ញុំឃើញវាយ៉ាងប្លែកដែរដោយសារតែមកដើមត្នោតនៅខាងក្រោយខ្ញុំនេះបងប្អូនបាទវាមានផ្លែច្រើនហើយក៏មានផ្លែទុំជ្រុះដែរឥឡូវនេះខ្ញុំបានឃើញផ្លែត្នោតទុំជ្រុះជាច្រើនបាទនៅលើដីណាតោះឥឡូវនេះយើងទៅទស្សនាទាំងអស់គ្នាដល់កបងប្អូនណានេះឃើញសិតតែផ្លែត្នោតឡើងមកកណោនេះបងប្អូនទាំងអស់គ្នានេះផ្លែត្នោតច្រើនមែនតើបាទឃើញថាត្នោតគឺមានអត្ថប្រយោជន៍ច្រើនមែនតើបងប្អូនតាំងពីឫសតាំងពីដើមរហូតដល់ស្លឹកផ្លែហ្នឹងគឺ
តាំងពីខ្ចីរហូតដល់ទុំគឺអត្ថប្រយោជន៍ច្រើនមែនទែនហើយបើផ្លែវាទុំវិញជំយាក្លិនឈ្ងុយមែនទែនបងប្អូនបើបានយកទៅធ្វើនំត្នោតគឺដឹងតែឆ្ងាញ់ហ្មងហើយបើគោវាបានឃើញវិញគឺវាដឹងតែលិតមាត់លិតកដោយសារតែគោចូលចិត្តផ្លែត្នោតមែនទែនបងប្អូនបាទវាស៊ីបានបើបានឃើញវាដឹងតែស៊ីអស់តែម្ដងបងប្អូនហើយមើលឃើញថាគួរឲ្យស្ដាយដែរបងប្អូនដោយសារតែវាឃើញត្នោតម្ដងហ្នឹងឃើញផ្លែច្រើនមែនទែននៅខាងលើបាទហើយខ្លះហ្នឹងក៏វានៅខ្ចីហើយខ្លះហ្នឹងក៏វាទុំជ្រុះអញ្ចឹងហ៎បងប្អូនហើយបើនិយាយពីគ្រាប់របស់វាវិញគឺរាយប៉ាយពេញក្រោមដើមតែម្ដងបាទសប្បាយម្យ៉ាងដែរបងប្អូនដើរលេងវាស្រែបាទជួបបាទទស្សនភាពប្លែកហើយមុននេះក៏មានការភ្ញាក់ផ្អើលដែរបងប្អូនដោយសារតែទីតុយមួយក្បាលវានៅលើដើមត្នោតហ្នឹងហើយពេលខ្ញុំមកដល់វាក៏ផ្អើលហើយហើរចេញតែម្ដងបើវាហើរទៅបាត់ហ្នឹងហើយតែយើងចាប់បានសកម្មភាពខ្លះវាដែរឃើញបងប្អូនវាកំពុងតែហើរហើយមិនដឹងវាហើរទៅខាងណាទេបងប្អូនដែរបាទវាភ័យយើងហ៎ពេលដែលវាភ័យយើងបាទគឺវានឹងរត់ចោលទំនុំចោលដើមតែសុំទោសផងដែលមករំខានកន្លែងរស់នៅហ្នឹងហើយអត់ចេតនាទេឲ្យអូនសុំទោសបាទបងប្អូនទាំងអស់គ្នាឥឡូវហ្នឹងយើងមកមើលត្នោតវិញម្ដងបងប្អូនហើយគឺច្រើនមែនតើនេះកាមេរ៉ាជួយចាប់ខាងនេះតិចមិននេះច្រើនមែនតើសង្ស័យរៀបចោលរៀបឡើងដល់ទុំតម្លាក់មកលើល្មមនេះទុំច្រើនបងប្អូននិយាយថាវាក្អូបតែម្ដងក្អូបមែនតើណាបងប្អូនទាំងអស់គ្នាបាទនៅទីនេះសបោដើមត្នោតបងប្អូននៅកណ្ដាលវាស្រែសបោដោះនៅវាស្រែខុសពីភូមិខ្ញុំគឺដើមត្នោតភាគច្រើនវាដោះនៅតាមភូមិតែដល់ឡែកនៅកំពង់ឆ្នាំងអីនេះឃើញភាគច្រើនត្នោតគឺវាដោះនៅកណ្ដាលវាស្រែបងប្អូនទាំងអស់គ្នាមើលនេះកុំឲ្យខ្ញុំចេះថានេះនៅកណ្ដាលវាស្រែច្រើនដើមហើយដល់ពេលអញ្ចឹងទៅបងប្អូនពេលដែលវាដោះនៅកណ្ដាលវាស្រែអញ្ចឹងណាវាស្អាតវាបង្កើតទៅជាទិដ្ឋភាពមួយដ៏ស្រស់ស្អាតមែនតើបានអញ្ចឹងពេលដែលយើងយូរយើងបានឃើញទិដ្ឋភាពបែបហ្នឹងម្ដងវាក៏ធ្វើឲ្យអារម្មណ៍យើងនឹងវាស្រស់ថ្លាដែរអញ្ចឹងណាបាទព្រោះអីយើងធ្លាប់តែអង្គុយធ្វើការអីចឹងណាដល់ពេលសម្រាកមកស្រុកខ្សែអញ្ចឹងវាធ្វើឲ្យយើងបានឃើញទៅវារីករាយដែរអញ្ចឹងណាហើយសង្ឃឹមថាបងប្អូនយើងដែលបានឃើញវីដេអូនេះសប្បាយនិងរីករាយដូចខ្ញុំដែរបាទបងប្អូនទាំងអស់គ្នាមុននេះបងប្អូនបានទស្សនារួចមកហើយតាក់ទងទៅនឹងខ្ញុំបង្ហាញផ្លែត្នោតទុំជ្រុះពីពេញដីអញ្ចឹងណាបាទគឺវីដេអូហ្នឹងប្រហែលជាតិចមិនផុតពីទេសភាពវាស្រែអីទេបងប្អូនហើយព្រោះយើងមកស្រុកស្រែជនបទអញ្ចឹងគឺអត់មានអីក្រៅពីវាស្រែនោះទេអញ្ចឹងបាទខែភាសាវាស្រស់ស្អាតដែរបងប្អូននិយាយរួមទៅនិយាយហើយនិយាយទៀតពីខាងដើមគឺនិយាយថាទេសភាពវាស្រែខែហ្នឹងវាស្រស់ស្អាតអញ្ចឹងណាតោះឥឡូវយើងដើរទៅមុខទៀតចង់ដឹងថាមានទិដ្ឋភាពអីខ្លះអញ្ចឹងណាបងប្អូននេះខែប្រាំងឡើងក្រៅពីធ្វើស្រែចម្ការខ្ញុំឃើញប្រជាពលរដ្ឋនៅនេះគាត់ឡើងត្នោតដើម្បីត្រងទឹកធ្វើស្ករអញ្ចឹងណានេះប្រអោងឫស្សីជំនាញនេះចង់ឡើងដែរតែខ្លាចដាច់ខ្សែដូចគាត់យកវល្លិចងក៏មិនដឹងយកអីចងមិនដឹងវល្លិឡើងដល់លំដាច់នោះល្មមបាទអានេះមើលផ្លែគឺផ្លែចបបងប្អូនតិចច្រឡំថាក្របមិនទាន់ផ្ទុះអីទៅផ្លែចបទេមើលមកផ្លែស្មានតែក្បាលក្របទៅអូបងប្អូនអានេះផ្លែត្នោតដែរប៉ុន្តែផ្លែត្នោត
vì cả nấu chay hay vì svật đã lên ngày ní nó bóng phôn từng ngõ khía đã lên tam vi sai nó bóng phôn đã lên tam vi sai ao ri ri mà đong bà bóng phôn là lâu nhóm đã hiện ngày đã tại đầm bay ban hiệp ri ri không chất chỉ là đã cầm san lên tam vi sai thôi chồng lầnนี้មានដើមក្ដួចដែរនេះបងប្អូនក្ដួចchứបងប្អូនដើមក្ដួចយើងអាចហូបឆៅបានទេបងប្អូនអាចហូបឆៅដូចដលងទេបងប្អូនតើតែមានបច្ចេកទេសចុះកន្លែងនេះសបោក្ដួចនេះនេះប្រដៅជួយមកប្រចាំងឲ្យចិត្តតិចនេះបងប្អូនដើមក្ដួចនេះស្លឹកវាជាប្រភេទមើមគេអាចហូបបានប៉ុន្តែតើតែគេឆ្នៃមិនចិត្តសបោឲ្យស្អាតហើយគេចិត្តជាប្រទេសស្ដើងយកទៅត្រាំទឹកហូរត្រាំទៅ2 3ថ្ងៃអញ្ចឹងណាបានយើងអាចយកមកចំអិនហូបបានយើងចង់ចំអិនចំហុយតែក្ដួចនឹងទទេក៏បានយើងអាចដាំជាមួយនឹងបាយតណៅក៏បានដែរបងប្អូនគឺឆ្ងាញ់មែនតើក្ដួចហ្នឹងបាទបងប្អូនឥឡូវនេះយើងមកដល់ដងទឹកមកកន្លែងក្បែរគ្នាទេក្បែរដើមក្ដួចដែរទេបងប្អូនឥឡូវអាចយោងបានឃើញគេមានដាក់យោងមានជុំបែបជ្រៅដែរមកទៅនេះបងប្អូនដងទឹកបានមកធុងហើយបងប្អូនថ្ងៃនេះដើររុករៀនទន្ទ្រានព្រៃក្នុងភូមិក្បែរផ្ទះមិត្តភ័ក្តិមួយថ្ងៃហ្នឹងមកលេងផ្ទះមិត្តភ័ក្តិអញ្ចឹងក៏ដើររុករៀនទន្ទ្រានតែម្ដងហើយនេះឃើញថាខ្ទាំរបស់អ្នកស្រុកបងប្អូនប្រហែលជាខែប្រាំងគាត់ប្រហែលជាគាត់មកស្នាក់នៅដើម្បីមើលដំណាំឬក៏ខ្វៀលគោឬក៏គាត់ឡើងថ្នោតធ្វើស្ករអីចឹងណាតែភាគច្រើនគេចាំនៅពេលខែភាសាឬក៏មិនគេទុកចោលយូរបាទបងប្អូននិយាយរួមទៅស្រស់ស្អាតមែនទេណានឹកឃើញកាលពីសម័យបុរាណណាដល់យើងឃើញអាទិដ្ឋភាពបែបហ្នឹងបងប្អូនកាលពីមុនខ្ញុំឮមិត្តភ័ក្តិខ្ញុំថាកន្លែងហ្នឹងធ្លាប់ជាភូមិគេដែរក៏ប៉ុន្តែដល់យូរទៅគេលែងនៅគេក៏ទៅនៅជាប់ថ្នល់នោះវិញគេមកម្ដងមកកាលធ្វើស្រែចាំស្រូវខ្វៀលសัตว์អីអញ្ចឹងណាហើយគេធ្វើស្ករបងប្អូននេះកន្លែងកាលគេធ្វើស្ករគេមកងាស់ស្ករចក្រានគេមកងាស់ស្ករគេទុកចោលគេធ្វើហើយគេទុកចោលដល់ពេលរដូវធ្វើស្ករទៀតបានគេចាប់ផ្ដើមមកម្ដងទៀតដើមក្ដួចដុះឡើងច្រើននេះសិតតែក្ដួចមកនេះដល់ទៅប៉ុណ្ណានេះតែគាត់ទៅដឹងមើមច្រើនអត់ជួនកាលគេខ្លះគេថាដើមធំអត់ទៅមើមអញ្ចឹងណាដល់វัวវាក្ដួចសបោណាសុំយកនេះបងប្អូននេះក្ដួចជួបទៀតនេះច្រើនមែនទេនេះដើរទៅប៉ុណ្ណានេះអូច្រើនណាស់ហើយមើលថ្នោតបែកគូនឹងវាគូឲ្យបានស៊ីនឹងឆ្ងាញ់មាត់តែម្ដង
ơi tây sự việc sạch mình cua chưa này cái miền trồng ca đầm nam mấy này ra trồng ca đầm thnào trồng ca đầm thnào trồng ca đầm thnào miền trồng ca đầm thnào tiệt và bóng bóng đó cái này nè khơi thác côn nó đốt đo lấy côn nó đốt trơn như vậy lại tới đầm bắn này mình vậy maintain đầm bắn này đầm bắn có đuôi mà đầm bắn có đuôi của ấy khơi có đuôi trơn nó tung lẹเราเป็นตุ้งคลังไปบองพลทะมักใบบาดเนี่ยการbịขมิ้นถนอดตุ้มนั่งรึนมนี่รึเพื่อจะหุยให้จะหุยนั่นแหละกันนะแบบทอมไปเจี๊ยดคือจะบัดวีเอาสะอาดให้ยัววีมาเลียจะมวยนางกำติลุมอองยังดดสักขนาดต่อให้โยมาเลียวีให้ตัวมันจะรอจะมวยนางกมาไอ้สะอาดเต๋อตุกเอายูเต๋อวีเกาะให้ยังไอ้หกบานนั่นจะมวยนางจะหุยขนาดไอ้มันดังท่าบองโอนาคลากดฉลองกัดชีวิตการปิดกุมารเพียบถ้วยจะหุยขนาดโดยขยมเมนั่งไงการนั้นย่างได้แต่บองโอนบ่าบองโอนออกนี้สำหรับวิดีโอมวยนี้ประตูปีบองโอนบานตุสนาตัดพิบเวียสไลจิจราโดยมาให้เรานั้นวิดีโอบอยยืงก็สมบัญจับตรมตายเปิดได้ให้คิมบ้ากับสมออกคุณเหมือนเต้นจะพูดบองโอนในบานตุสนาวิดีโอนี้ตั้งไปดาวมาโหตลอดจอบให้กับหัวโคชงก็สมบัญชีไลให้ไปนี้คิมบ้าสมออกคุณหนึ่งสมจุดเรียบยืนหนึ่งจุดนี้ในวิดีโอกลาง